បើសិនជាផុតមួយថ្ងៃក្បាលនឹងអត់តន់ត្រឡប់មករករាងកាយនឹងវិញទេបុតនឹងគឺនឹងត្រូវស្លាប់ហើយអត់អាចរស់បានទេជួយសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកទស្សនានៅភោជនីយដ្ឋានមួយដែលយើងមិនមែនត្រឹមតែអាចមកបរិភោគអាហារបានទេភោជនីយដ្ឋានមួយនេះគឺយើងអាចធ្វើការមកបួងសួងសុំសេចក្តីសុខឬក៏សុំបំណងប្រាថ្នាផ្សេងៗបានទៀតបងប្អូនឃើញរូបនៅខាងក្រោយខ្ញុំដែលជារូបព្រះកណេសនឹងអត់មកសម្រាប់ពុកម៉ែបងប្អូនដែលមានជំនឿទៅលើព្រះកណេសគឺប្រកាសជាដឹងពីប្រវត្តិខ្លះៗពាក់ព័ន្ធជាមួយនឹងទ្រង់ហើយប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដែលអត់ទាន់ដឹងអំពីប្រវត្តិមួយចំនួនពាក់ព័ន្ធជាមួយនឹងព្រះកណេសទេតិចទៀតចាំខ្ញុំនិយាយអំពីទេវកថាមួយចំនួនប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាភោជនីយដ្ឋាននំបញ្ចុកក្អមយក្សនេះគឺជាភោជនីយដ្ឋានមួយដែលមានលក្ខណៈផ្សារភ្ជាប់ជាមួយនឹងជំនឿសាសនាខ្មែរយើងណាពុកម៉ែបងប្អូនសូម្បីតែការដែលគាត់នៅខាងក្នុងក៏មានរំលេចនៅលក្ខណៈខ្មែរយើងដែរអ្វីដែលសំខាន់ហាងនេះនៅពេលដែលមើលពីក្រៅទៅគឺប្រៀបដូចជាលក់ម្ហូបថ្លៃៗក៏ប៉ុន្តែនៅពេលដែលយើងចូលមកដល់គឺម្ហូបធូរថ្លៃខ្លាំងមែនទែននំបញ្ចុកមួយចានត្រឹមតែ 6000 រៀលឯពុកម៉ែបងប្អូនហើយសមរម្យមែនក៏ប៉ុន្តែរសជាតិឆ្ងាញ់ហើយសំខាន់បរិយាកាសនៅខាងក្នុងគឺមានផាសុកភាពរៀបចំបានល្អខ្លាំងមែនទែនខ្ញុំអត់ដឹងថាម្ចាស់ហាងគាត់លក់ប៉ុណ្ណឹងគាត់យកលុយចំណេញយ៉ាងម៉េចទេពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំដល់ធំនេះគឺខ្ញុំមានកាដូមួយចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសែវីដេអូនេះទុកចាប់ពីថ្ងៃទី20 ខែ 10 រហូតដល់ថ្ងៃទី20 ខែ 11ពេលតែដល់ហាងគាត់ពុកម៉ែបងប្អូនគ្រាន់តែបង្ហាញថាបងប្អូនបាន share វីដេអូមួយនេះនឹងទទួលបាន promotion ទិញមួយថែមមួយចំណាយលុយត្រឹមតែ 10000 នេះក៏ប៉ុន្តែបងប្អូននឹងទទួលបានបកាចំហុយទឹកដូងដល់ទៅ2ចានរបស់គាត់គឺធូរថ្លៃខ្លាំងមែនតើដូចតែខ្ញុំប្រាប់បងប្អូនចឹងគឺមានដូចជានំបញ្ចុកស្លខ្មែរនំបញ្ចុកស្លការីមានគ្រឿងសមុទ្រក្លុកសម្រាប់គ្រឿងសមុទ្រក្លុកនេះគឺបងប្អូនទិញមកឈុតនឹងត្រឹមតែ12000 រៀលទេគាត់មានថែមជូនកូកាមួយទៀតបងប្អូននិយាយមែនណាបងប្អូនគឺកន្លែងគាត់គឺធូរថ្លៃខ្លាំងមែនតើហើយសំខាន់មែនធូរថ្លៃនឹងអត់ឆ្ងាញ់ទេគឺឆ្ងាញ់ទៀតឆ្ងាញ់គ្រប់មុខបងប្អូនសំខាន់បន្លែគាត់អីដាក់ឲ្យច្រើនខ្លាំងមែនតើបងប្អូនឃើញច្រើនអញ្ចឹងគឺមិនមែនច្រើនសម្រាប់តែអ្នកទៅ review ទេបងប្អូនតែញ៉ាំផ្ទាល់ឃើញនៅក្នុងវីដេអូប៉ុណ្ណាគឺនៅខាងក្រៅប៉ុណ្ណឹងហើយគាត់មានលក់ចាប់ពីម៉ោង 10 ព្រឹករហូតដល់ម៉ោង 10 យប់សម្រាប់ទីតាំងគឺនៅចិត្តសាលាបៃតងចាំខ្ញុំដាក់ location របស់គាត់នៅលើ caption វីដេអូមួយហ្នឹងមកនិយាយពាក់ព័ន្ធជាមួយនឹងប្រវត្តិមួយចំនួនរបស់គេថាព្រះកណេសដែលនៅខាងក្រោយខ្ញុំនេះបងប្អូនតាមពិតទៅព្រះកណេសនេះគឺទ្រង់គឺជាបុត្ររបស់ព្រះឥសូរបងប្អូនបុត្ររបស់ព្រះឥសូរជាមួយនឹងព្រះនាងឧមាក្នុងឡើយនោះព្រះកណេសគឺទ្រង់គឺជាមនុស្សធម្មតាទេទ្រង់មិនមែនមានក្បាលដំរីទេបងប្អូនឃើញរូបទ្រង់ឥឡូវនេះគឺឃើញមានក្បាលដំរីត្រូវអត់ហើយមានដៃ2ខ្មែរយើងមានដៃ2ហើយបើនៅខាងឥណ្ឌាវិញព្រះកណេសគេគឺមានដៃ4ហើយចំពោះព្រះកណេសនេះដែរគឺនៅក្នុងលក្ខណៈជាព្រហ្មញ្ញសាសនាបងប្អូនដែលយើងបាននាំចូលពីឥណ្ឌានិយាយចាប់ដើមចេញពីពេលដែលព្រះឥសូរគឺទ្រង់បានពេលហ្នឹងគឺទ្រង់មានព្រះមហាសីរបស់ទ្រង់គឺព្រះនាងឧមាថ្ងៃមួយព្រះឥសូរទ្រង់បានយាងចូលទៅក្នុងព្រៃដើម្បីធ្វើតាំងសមាធិនៅទុកប្រម៉ែឧមានៅក្នុងផ្ទះម្នាក់ឯងហើយនៅពេលដែលនៅក្នុងផ្ទះម្នាក់ឯងហ្នឹងព្រះម៉ែឧមាគឺទ្រង់អបសុកបងប្អូនទ្រង់ក៏បានសូនរូបមួយដែលមានលក្ខណៈជាមនុស្សដែរនៅពេលដែលទ្រង់សូនរូបនឹងរួចគឺទ្រង់អស់កម្លាំងបងប្អូនចឹងទៅទ្រង់ក៏បានជោគទុំបាត់ទៅហើយពេលដែលទ្រង់ទុំហ្នឹងរូបដែលទ្រង់បានសូនហ្នឹងវាคล้ายទៅជាមានចលនាបងប្អូនคล้ายទៅជាគេហៅថាមានជីវិតណាបានដាស់ប្រម៉ែឧមាហ្នឹងហៅប្រម៉ែឧមាហ្នឹងថាម៉ែចឹងទៅហើយពេលហ្នឹងប្រម៉ែឧមាក៏បានកូនមួយដែលបានពីការសូននឹងឯងពេលហ្នឹងព្រះឥសូរគឺអត់បាននៅផ្ទះទេហើយថ្ងៃមួយហ្នឹងប្រម៉ែឧមាគឺទ្រង់បានចូលទៅមួយទឹកនៅពេលដែលទ្រង់ចូលទៅមួយទឹកហ្នឹងក៏បានផ្ដាំឲ្យបុត្ររបស់ទ្រង់ហ្នឹងផ្ដាំថាទោះជាពីណាគេមកក៏ដោយគឺអត់អាចបើកទ្វារឲ្យទេគឺកុំបើកទ្វារឲ្យអត់អនុញ្ញាតឲ្យចូលក្នុងផ្ទះទេកូនហ្នឹងក៏ស្ដាប់តាមបញ្ជារបស់ប្រម៉ែឧមាកំឡុងពេលដែលប្រម៉ែឧមាទ្រង់កំពុងតែមួយទឹកហ្នឹងក៏ព្រះឥសូរទ្រង់ត្រឡប់មកវិញដែលទ្រង់បានមកដល់ផ្ទះហ្នឹងក៏ឃើញកូនរបស់ព្រះម៉ែឧមាហ្នឹងហើយអត់ដឹងទេថាជាបុត្ររបស់ប្រម៉ែឧមាណាអត់ដឹងថាជាបុត្ររបស់ទ្រង់ទេក៏ប្រកែកគ្នាជាមួយនឹងបុត្រនឹងហើយបុត្រនឹងគឺស្ដាប់តែបញ្ជាម្ដាយទេព្រោះអត់ដឹងថាព្រះឥសូរនេះគឺជាបិតារបស់ទ្រង់ទេដល់ពេលអញ្ចឹងប្រកែកគ្នាឆ្លោះគ្នាចូលឡើងទៅព្រះឥសូរទ្រង់ក៏បានកាត់ករបស់ព្រះកណេសហ្នឹងគឺកាត់ដាច់ដោយទៅក្បាលខាងលើហ្នឹងគឺបានហោះទៅក្នុងព្រៃទៅក្នុងសមុទ្រទៅណាបាត់ទៅអត់អាចរកឃើញទេដល់ពេលដែលប្រម៉ែឧមាចេញពីមួយទឹកមកក៏ឃើញថាហួសពេលហើយព្រះឥសូរគឺបានកាត់ករបស់បុត្ររបស់ទ្រង់បាត់ហើយអញ្ចឹងទៅគឺខឹងខ្លាំងមែនទែនហើយពេលហ្នឹងព្រះឥសូរក៏គេថាស្ដាយក្រោយចំពោះអីដែលខ្លួនឯងបានធ្វើទ្រង់បានបញ្ជាអាទិទេពផ្សេងហ្នឹងគឺទៅស្វែងរកក្បាល
បោះបត់បោះទ្រង់មកវិញអីដែលសំខាន់គឺបើសិនជាផុតមួយថ្ងៃក្បាលហ្នឹងអត់តន់ត្រឡប់មករករាងកាយនឹងវិញទេបុតហ្នឹងគឺនឹងត្រូវស្លាប់ហើយអត់អាចរស់បានទេពេលហ្នឹងគឺដោយសារតែទីទេពផ្សេងៗហ្នឹងទៅរកអត់ឃើញទេចុងក្រោយហ្នឹងព្រះឥសូរហ្នឹងក៏ទ្រង់បានប្រាប់ថាចិត្តហួសពេលហើយអញ្ចឹងកំឡុងពេលដែលធ្វើដំណើរមកវិញហ្នឹងបើសិនជាឃើញសត្វអីគឺកាត់ក្បាលសត្វហ្នឹងទៅយកមកជំនួសក្បាលបោះបុតបោះទ្រង់ហ្នឹងទីទេពអីហ្នឹងគឺដើរមកជួបដំរីដល់ពេលជួបដំរីអញ្ចឹងទៅក៏ធ្វើការកាត់ក្បាលបោះដំរីហ្នឹងយកមកដាក់ឲ្យបុតបោះទ្រង់នឹងឯងដល់ពេលអញ្ចឹងទើបយើងឃើញថាព្រះកណេសគឺមានក្បាលគឺជាដំរីហើយខ្លួនគឺជាមនុស្សទ្រង់ចាប់ផ្ដើមគេហៅថារៀនសូត្រមុខវិជ្ជាផ្សេងចេះគ្រប់សពចេះគម្ពីរគ្រប់សពរៀនជាមួយនឹងព្រះឥសូរដែលជាបិតារបស់ទ្រង់ហ្នឹងហើយនៅពេលដែលរៀនចេះអញ្ចឹងទៅគឺគេចាត់ទុកព្រះកណេសនេះគឺជាអាទិទេពនៃចំណេះដឹងអាទិទេពនៃគេហៅថាសំណាងអញ្ចឹងទៅហើយសម្រាប់អ្នកដែលជឿបងប្អូនគឺជឿខ្លាំងណាស់តែតែមកបន់ស្រន់ហើយគេមានបល័យមានអីសូត្រដើម្បីបន់ស្រន់ទៀតបងប្អូនណាដែលមានជំនឿទៅលើព្រះកណេសគឺអាចមកភោជនីយដ្ឋាននេះហើយគឺធ្វើការបន់ស្រន់បានមុនពេលដែលយើងធ្វើការកំងហូបអីញ៉ាំបងប្អូនមកខ្ញុំក៏បានធ្វើការអុជធូបដែរបងប្អូនហើយខ្ញុំធ្វើការសាកបន់ស្រន់ដែរអូខេចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេច Share វីដេអូនេះទុកទៅភោជនីយដ្ឋានរបស់គាត់លើក្រោយបង្ហាញតែវីដេអូនេះទៅពុកម៉ែបងប្អូននឹងទទួលបានប្រគាមួយចានដែលឥតគិតថ្លៃចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ